អ្នកដែលហូបគ្រឿងស្រវឹងរយៈពេលវែងណាអាចមានផលប៉ះពាល់លើសារពាង្គកាយច្រើនកន្លែងទីមួយគឺខួរក្បាលនិងសរសៃប្រសាទវាធ្វើឲ្យមុខងារខួរក្បាលធ្លាក់ចុះការចងចាំធ្លាក់ចុះភ្លេចភ្លាំងអង្គុយផ្លឹកហើយធ្វើឲ្យមានអាការៈភ័យខ្លាំងស្រើតឬក៏ធ្លាក់ទឹកចិត្តពិបាកគេងហើយអស់កម្លាំងនៅពេលថ្ងៃទីពីរថ្លើមអាចឲ្យខ្លាញ់រោមថ្លើមរលាកសាច់ថ្លើមឬក៏ថ្លើមនឹងក្រិនហើយអាចមានការឡើងហានិភ័យនៃជំងឺមហារីកថ្លើមទីបីសម្រាប់ប្រព័ន្ធរំលាយអាហារវាធ្វើឲ្យរលាកកាពះតបៅកាពះឬក៏ពេលខ្លះទៅក្អែលអាស៊ីតចេញពីកាពះអ្នកខ្លះធ្ងន់ធ្ងរមែនទែនទៅជារលាកលំពែងអ្នកខ្លះទៅជាស្រកគីឡូនៅពេលដែលវាប៉ះកាពះវាធ្វើឲ្យកាពះហ្នឹងក្រិនអត់អាចសូបយកសារធាតុចិញ្ចឹមទៅក្នុងរាងកាយបានទេដែលធ្វើឲ្យយើងមានជំងឺស្លេកស្លាំងទី4ប៉ះពាល់ដល់សរសៃឈាមនិងបេះដូងវាអាចធ្វើឲ្យឡើងសម្ពាធឈាមច្របាក់បេះដូងដែលអត់ទៀងទាត់ខ្សោយសាច់ដុំបេះដូងនិងការឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលឬក៏ជំងឺសេះសរសៃឈាមខួរក្បាលទី5គឺអារម្មណ៍ភេទសម្រាប់មនុស្សប្រុសអាចបាត់បង់ចំណង់រួមភេទប្រាប់ភេទអត់ឡើងរឹងឬក៏ក្រជាន្តកាមឬក៏ចុះលទ្ធភាពក្នុងការបង្កកំណើតសម្រាប់មនុស្សស្រីមិនអាចសម្រេចអារម្មណ៍កំពូលនៅក្នុងពេលរួមភេទហើយខ្វះឬក៏អត់ចេញទឹកក្រំអល់នៅពេលរួមភេទហើយរដូវគាត់អត់ទៀងទាត់ទេទី6ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំដែលធ្វើឲ្យរាងកាយនេះថយចុះកម្លាំងការពាររាងកាយមានហានិភ័យធ្វើឲ្យងាយឆ្លងរោគដូចជាជំងឺលាកបំពង់កឬក៏ជំងឺរបេងហើយអ្នកខ្លះទៅធ្វើឲ្យរបួសហ្នឹងក្រឬក៏មិនងាយជាទេទី7ប៉ះពាល់សាច់ដុំនិងឆ្អឹងវាធ្វើឲ្យខ្សោយសាច់ដុំរមួលក្រពើការឡើងនៃហានិភ័យនៃជំងឺបាក់ឆ្អឹងឬក៏ងាយនឹងឆ្អឹងពុកទី8ប៉ះពាល់ស្បែកនិងសម្ផស្សដែលធ្វើឲ្យស្បែកស្ងួតប៉ះជាសំណើមស្បែកស្អាប់មុខឡើងក្រហមឬក៏មុខនឹងចាស់ជាងវ័យនិងទី9វាអាចធ្វើឲ្យមានហានិភ័យជំងឺមហារីកច្រើនដូចជាជំងឺមហារីកមាត់និងបំពង់កជំងឺមហារីកបំពង់អាហារជំងឺមហារីកថ្លើមជំងឺមហារីកដោះជំងឺមហារីកពោះវៀនធំនិងជំងឺមហារីកកសាគូត